ប៉ាម៉ាក់ណាខ្លះដែលពិបាកចុចអូសប្ដូរវីដេអូឲ្យកូនតូចមើលចុចមិនទាន់ស្រែកចុចមិនទាន់យំពេលប៉ះវីដេអូណាដែលគេមិនចង់មើលមកមើលវីដេអូនេះខ្ញុំនឹងប្រាប់ពីវិធីងាយៗដើម្បីបើកមុខងារ voice control នៅលើទូរស័ព្ទ iPhone ដំបូងចូល setting អូសមកក្រោមបន្តិចរកពាក្យថា accessibility អូសមកក្រោមបន្តិចទៀតរកពាក្យថា voice control ចុចបើកវាត្រង់នេះកន្លែង open voice control guide តម្រូវឲ្យយើង download វាជាមុនសិនបន្ទាប់មកចុចកន្លែង comment ចុចយក custom ចុចពាក្យ create new comment ដាក់ពាក្យឬ clear ណាមួយសម្រាប់បញ្ជាបន្ទាប់មកចុច action ចុច run custom gesture ប្រើម្រាមដៃយើងអូសពីក្រោមឡើងលើចុច stop ហើយចុច save ចាក់ចេញមកវិញឲ្យអស់នោះយើងនឹងអាចប្រើប្រាស់សំឡេងដែលយើងបានដាក់ដើម្បីបញ្ជាឲ្យវាបដូរទៅវីដេអូបន្ទាប់បានហើយជាការស្រេចអរគុណជួបគ្នានៅវីដេអូក្រោយ